មុននឹងក្លាយទៅជាវិជ្ជាបណ្ឌិតឯកទេសខាងផ្នែកអសមត្ថភាពលើភេទនិងសុខភាពបន្តពូជជាទូទៅគឺយើងត្រូវឆ្លងកាត់បាទការប្រឡងឯកទេសនៅសាលាសាកលវិទ្យាល័យសុខាភិបាលសិនដោយសារតែការឯកទេសតាក់ទងជាមួយការវះកាត់តម្រង់នោមគឺមានតែនៅសាលាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទេបាទប៉ុន្តែនៅក្នុងផ្នែកនៃការវះកាត់តម្រង់នោមគឺមានផ្នែកទូជាច្រើនទៀតបាទដែលមានដូចជាការវះកាត់ទៅលើមហារីកប្រព័ន្ធផ្លូវទឹកនោមបាទមានដូចជាការវះកាត់ជួសជុលបំពង់បង្ហូរទឹកនោមតាក់ទងការវះកាត់ដោយប្រព័ន្ធអង់ស្កូបការផ្លាស់ប្ដូរតម្រង់នោមក៏ដូចជាឯកទេសតាក់ទងជាមួយអសមត្ថភាពផ្លូវភេទនិងសុខភាពបន្តពូជបាទអញ្ចឹងនៅពេលដែលយើងបានបញ្ចប់ការសិក្សាទៅលើឯកទេសវះកាត់តម្រង់នោមរួចរាល់មានន័យថាយើងជាគ្រូពេទ្យដែលអាចមើលទៅលើឯកទេសទូទៅនឹងបានហើយបាទក៏ប៉ុន្តែដើម្បីឲ្យស៊ីជម្រៅបន្ថែមលើនឹងទៀតគ្រប់គ្រូពេទ្យដែលបញ្ចប់ឯកទេសវះកាត់តម្រង់នោមទាំងអស់គាត់ស្វែងរកដើម្បីទៅបណ្ដឹងចំណេះដឹងបន្ថែមឧទាហរណ៍គ្រូពេទ្យខ្លះគាត់អញ្ជើញទៅសិក្សានៅប្រទេសបារាំងបាទគ្រូពេទ្យខ្លះទៀតគាត់ទៅកូរ៉េគ្រូពេទ្យខ្លះទៀតគាត់ទៅប្រទេសឥណ្ឌាបាទដើម្បីបណ្ដឹងទៅផ្នែកផ្សេងៗនៅក្នុងការវះកាត់តម្រង់នោមបាទឧទាហរណ៍ខ្ញុំជាក់ស្ដែងខ្ញុំបានទៅបណ្ដឹងផ្នែកប្រព័ន្ធអង់ស្កូបជាមួយនឹងអសមត្ថភាពផ្លូវភេទនិងសុខភាពបន្តពូជនៅប្រទេសឥណ្ឌាដើម្បីពង្រឹងទៅនឹងឯកទេសមួយនេះឲ្យកាន់តែរឹងមាំដើម្បីមកព្យាបាលប្រជាជនយើងឲ្យកាន់តែមានប្រសិទ្ធ